មានដឹងថាពេលឡានបងប្អូនមានអាការៈបែបនេះអាចមកពីម៉ែត្រចង្កូតកំពុងតែមានបញ្ហាហើយម៉ែត្រចង្កូតមានពីរប្រភេទម៉ែត្រប្រេងនិងម៉ែត្រភ្លើងហើយបើវាមានបញ្ហាអាការៈស្បៀងតែគ្នាទេហើយនេះជាបញ្ហារបស់ម៉ែត្រចង្កូតដែលអ្នកចំពោះមើលរំលោភពេលបត់ចង្កូតមានអារម្មណ៍ថាតឹងតាក់ពេលជិះនៅលើផ្លូវដែលមានកន្លុកតូចៗច្រើនហើយមានលឺសំឡេងងាកចង្កូតឆ្វេងស្ដាំរៀងភ្លាវដោយសារតែខុសមុំកង់ទៅពេលខ្លះតម្រូវឲ្យធ្វើវាឡៃមិននឹងឯងប្រសិនបើឡានបងប្អូនកំពុងតែមានអាការៈដូចដែលបានរៀបរាប់ខាងលើពុំនៅបន្តប្រើតែអញ្ចឹងអីព្រោះបងប្អូនកំពុងតែបើកបរទាំងគ្មានសុវត្ថិភាពប្រញាប់យកមកឲ្យជាងជំនាញនៅ Mazda Service រូបនិតឥឡូវនេះមកប្រយ័ត្នត្រោមប្រើទាំងអញ្ចឹងមានបញ្ហាទៅដល់គ្រឿងក្រោមផ្សេងទៀតអាចដល់លួយកាន់តែច្រើន